សួស្តីបងប្អូនអរគ្នាតោះរដងពេលដែលបងប្អូនធ្វើការ screenshot នៅក្នុងទូរស័ព្ទដៃ Samsung តើបងប្អូននឹង screenshot របៀបមិនដែរតោះថ្ងៃនេះខ្ញុំចង់មកប្រាប់បងប្អូនពីវិធីនៅក្នុងការបើកជាមួយនឹងមុខងារ screenshot នេះមួយដែលវាស្រួលហើយវាលឿនអញ្ចឹងណាអញ្ចឹងពេលបងប្អូនត្រូវការ screenshot ឯកសារអីគឺលឿនមែនតើហ្មងអញ្ចឹងទៅមើលពីរបៀបនៅក្នុងការបើកមុខងារនឹងទាំងអស់គ្នាតើអញ្ចឹងវិធីនៅក្នុងការ screenshot ខ្ញុំនឹងប្រាប់បងប្អូននេះដែលយើងអាចដាក់សញ្ញាកន្លែងនេះបានណាហើយចុច screenshot ទៅគឺវាលឿនហ្មងបងប្អូនវាស្រួលដែរអញ្ចឹងណាអញ្ចឹងដំបូងឡើយបងប្អូនត្រូវការមានជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា Code Lock ជាមុនសិនណាបងប្អូនទាំងអស់គ្នាហ្នឹងហើយឃើញអត់នេះចំពោះកម្មវិធី Code Lock បើអត់មានបងប្អូនអាច download បាននៅតាម Play Store វាយពាក្យ Code Lock ទៅហើយមានរូបការឈប់បែបនេះចេះណាចុចចូលកន្លែងហ្នឹងហើយបងប្អូនទៅរកពាក្យថាNavista នេះនៅខាងលើនេះបងប្អូន Navista អីហ្នឹងចុចទៅលើហ្នឹងទៅហើយម្ដងកន្លែងបងប្អូនចុចបើកមកចុច on កន្លែងនេះមកអូខេបន្តមកទៀតបងប្អូនចុចកន្លែង new configuration នេះហើយបន្តមកបងប្អូនចុចពាក្យ bottom layout ហើយចុចពាក្យ add bottom នៅខាងក្រោមនេះអូខេចាំម្ដងនេះបងប្អូនរករូបសញ្ញា screenshot ណាដែលរូបសញ្ញា screenshot រៀង4ជុំ4ជុំនៅកន្លែងនេះបងប្អូនអញ្ចឹងចុចនៅលើរូបសញ្ញា screenshot ហ្នឹងមកបងប្អូនហ្នឹងហើយចុចវាមកអូខេបន្ទាប់មកបងប្អូនឃើញវានៅកន្លែងហ្នឹងហើយចុចពាក្យ done ហើយចុច share វាមកបងប្អូនឃើញទេបន្ទាប់មកវានឹងបាន layout ថ្មីហ្នឹងមកហើយបងប្អូនគ្រាន់ចុច select text យកវាទៅដូចជាការ strike ឯបងប្អូនហ្នឹងហើយអញ្ចឹងឃើញអត់វានឹង load អា layout ហ្នឹងនៅខាងក្រោមនេះអញ្ចឹងបងប្អូនចង់ screenshot រូបណាគ្រាន់ចុចនៅលើហ្នឹងទៅគឺ auto screenshot ហ្មងនេះបងប្អូននិយាយទៅគឺលឿនណាស់ហើយវាចំណេញដែរតែប៉ុណ្្នឹងហើយបងប្អូន complete ធ្វើហ្នឹងអរគុណបាយបាយ